សាលបៈនៃសន្តិភាពគឺជាគំនូរនៃលទ្ធផលសង្គ្រាមដែលយើងទាមទារដើម្បីសន្តិភាពចាប់ពីថ្ងៃនេះទៅខេត្តសៀមរាបនឹងមានផ្ទាំងគំនូរជាប្រវត្តិសាស្ត្រមួយដែលមានទីតាំងនៅសួនព្រះអង្គជ័យព្រះអង្គចងផ្ទាំងគំនូរនេះដែលមានទំហំប្រវែង5ម៉ែត្រគុណនឹង30ហើយជាការចាប់ផ្ដើមនៃផ្ទាំងគំនូរក្នុងកំឡុងពេលដ៏ខ្លីបំផុតតាមប្រសាសន៍បងតាន់កំសួរដែលជាអ្នកផ្ដាំកំណត់រួមទាំងម្ចាស់គាំទ្រកម្មវិធីនេះបានបញ្ជាក់ថាកិច្ចការទាំងអស់នេះត្រូវតែធ្វើឲ្យលឿនជាទីបំផុតពីព្រោះយើងមិនដឹងថាតើសង្គ្រាមនឹងបញ្ចប់បាននៅក្នុងពេលឆាប់ៗនោះទេអ្វីដែលយើងអាចធ្វើបានគឺមានតែរួមគ្នានៅតែបន្តកម្មវិធីសកម្មភាពរួមគ្នាជាកម្លាំងប្រជាជាតិទាំងនេះបងប្អូនសាកគិតមើលផ្ទាំងគំនូរដ៏ធំមួយទើបតែចាប់ផ្ដើមរៀបចំគូសនៅថ្ងៃទី19ហើយក៏គ្រោងបញ្ចប់នៅថ្ងៃទី23នេះដែរក្រោយពេលបញ្ចប់ហើយចាប់ពីថ្ងៃទី24នឹងមានការដាក់តាំងបង្ហាញជាផ្លូវការរហូតដល់ប្រទេសកម្ពុជាទទួលបានសន្តិភាពពិតប្រាកដទាំងអស់នេះគឺជាសមិទ្ធផលដ៏ធំធេងមែនទែនដែលចេញអំពីការស្ម័គ្រចិត្តពីសិល្បករមកពីបណ្ដាខេត្តរួមទាំងអ្នកសិល្បៈជនជាតិបរទេសផងដែរខ្លឹមសារនៅផ្ទាំងគំនូរទាំងអស់បង្ហាញអំពីការភ័យខ្លាចការបាត់បង់ការប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ពេលវេលាកុមារស្រែកយំរត់គេចពីក្របបំផ្លាញក្មេងស្រីយំរកឪពុកពលីនៅសមរភូមិព្រះសង្ឃបង្ខំចិត្តរត់សហគមន៍ត្រូវបានបំផ្លាញរួមទាំងប្រាសាទបេតិកភណ្ឌខ្មែរត្រូវបានបាត់បង់ដែរទាំងអស់នេះបានបង្ហាញពីភាពជឿជាក់ដោយសារតែក្របទម្លាក់របស់ប្រទេសថៃមិនថាតែការរងគ្រោះដោយអាវុធប្រភេទណានោះទេគឺសុទ្ធតែជាការបំផ្លិចបំផ្លាញទៅដល់ជាតិសាសន៍ទាំងមូលសួរថាហេតុអីបានយើងចាប់បាច់ទៅមានផ្ទាំងគំនូរនេះសិល្បៈតែងដើរតួនាទីជាសំឡេងជំនួសពាក្យសម្ដីដែលយើងចង់និយាយដូច្នេះហើយសិល្បករទាំងអស់កំពុងតែប្រើជក់លាបពណ៌ដើម្បីបង្ហាញអំពីស្ថានភាពចំនួននៃប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃមិនមែនយើងបង្កើតកំហឹងទេដើម្បីអំពាវនាវស្វែងរកយុត្តិធម៌សន្តិភាពពិតប្រាកដសម្រាប់ប្រទេសជាតិដូច្នេះយើងជាប្រជាជនខ្មែររួមគ្នាដើម្បីបង្កើតសម្លេងមួយជាមួយនឹងស្នាដៃសិល្បៈដ៏អស្ចារ្យប្រចាំប្រទេសកម្ពុជារបស់យើងសិល្បៈដើម្បីសន្តិភាព